ព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូព្រះអង្គទ្រង់ហាម5អ្នកបួសទាំងភិក្ខុទាំងសាមណេរនៅក្នុងព្រះពុទ្ធសាសនានេះមិនឲ្យទទួលកាន់យកទុកដាក់ដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យទុកដាក់ដើម្បីសម្រាប់ខ្លួនឯងនោះនៅត្បូងនិងមាសពេជ្រប្រាក់កែវកងទាំងឡាយទាំងនេះឈ្មោះថាជាតរូបគឺរូបដែលមានកំណើតដុះឡើងនិងលូតលាស់ឡើងទោះបីពួកមនុស្សគេយកមកកែច្នៃធ្វើជាវត្ថុអ្វីមួយក៏នៅតែជាវត្ថុដែលមានដើមកំណើតជាជាតិរូបនោះឯងមូលយ៉ាងគឺជាវត្ថុដែលធ្ងន់ដែលមានតម្លៃថ្លៃខ្ពង់ខ្ពស់នៅក្នុងវត្ថុនោះវត្ថុទាំងឡាយនេះព្រះអរហន្តសម្មាសម្ពុទ្ធព្រះអង្គទ្រង់ហាមមិនឲ្យភិក្ខុសាមណេរដែលបួសក្នុងព្រះពុទ្ធសាសនាត្រេកអរដោយសម្គាល់ថាជាទ្រព្យសម្បត្តិរបស់ខ្លួនហើយប្រកាន់យកមកទុកដាក់ធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនបើសិនជាបានប្រព្រឹត្តធ្វើឲ្យកន្លងហើយឬមានហើយត្រូវតែលះបង់នៅវត្ថុទាំងនេះចោលចេញឬលះឲ្យភិក្ខុសង្ឃតែម្យ៉ាងប៉ុណ្ណោះដើម្បីឲ្យព្រះភិក្ខុសង្ឃចាត់ចែងទៅតាមការព្រមព្រៀងរបស់ភិក្ខុសង្ឃទាំងឡាយដើម្បីឲ្យព្រះភិក្ខុសង្ឃនិយាយជាមួយនឹងឧបាសកឧបាសិកាណាដែលមានក្រដាសប្រាក់គឺលុយច្រើនដែលមានចំនួនតម្លៃអាចកំណត់ថាអាចដោះដូរយកនៅត្បូងនិងមាសពេជ្រប្រាក់កែវកងដែលជារបស់និស្សគីយៈរបស់ភិក្ខុនោះហើយឧបាសកឬឧបាសិកានោះអាចបវរណានៅចំនួនតម្លៃក្រដាសប្រាក់គឺលុយរបស់ខ្លួនដល់ភិក្ខុសង្ឃតែប៉ុណ្ណោះមិនអាចបវរណានៅបច្ច័យ4នោះដល់បុគ្គលនោះវិញបានទេព្រោះវត្ថុនោះជាវត្ថុនិស្សគីយៈដែលភិក្ខុនោះត្រូវហើយនៅអាបត្តិនិស្សគីយៈនេះដូច្នេះទើបបវរណានៅចំនួនតម្លៃជាបច្ច័យ4នោះដល់ព្រះភិក្ខុសង្ឃតែម្យ៉ាងប៉ុណ្ណោះមិនដល់បុគ្គលបានទេទើបព្រះភិក្ខុសង្ឃយកចំនួនតម្លៃដែលឧបាសកបាសឬឧបាសិកានោះបានបវរណារួចហើយក្នុងបច្ច័យ4ចាត់ចែងឲ្យទៅជារបស់សង្ឃតាមសម្គាល់តែប៉ុណ្ណោះហើយយកទៅកសាងអភិវឌ្ឍនៅវត្តអារាមនិងទីសេនាសនៈក្នុងវត្តអារាមនោះមានកុដិនិងសាលាជាដើមឲ្យទៅជារបស់សង្ឃមិនមែនជារបស់បុគ្គលទេលើកលែងតែគឺវាលែងតែចំនួនតម្លៃនៃវត្ថុគឺក្រដាសប្រាក់គឺលុយនោះដែលឧបាសកឬឧបាសិកាដែលជាគ្រហស្ថបានបវរណាឲ្យជាបច្ច័យ4ដែលមិនមែនជាវត្ថុដោះដូរជាមួយនឹងវត្ថុដែលជានិស្សគីយៈរបស់ភិក្ខុជាបុគ្គលនោះឡើយទើបអាចបវរណាដល់បានទាំងបុគ្គលទាំងសង្ឃព្រះភិក្ខុសង្ឃអង្គសាមណេរដែលបួសនៅក្នុងព្រះពុទ្ធសាសនាអាចត្រេកអរទទួលទុកដាក់កាន់យកនៅក្រដាសប្រាក់គឺលុយដោយខ្លួនឯងឬប្រើអ្នកដទៃឲ្យទុកដាក់ឲ្យខ្លួនឯងបានសូម្បីលុយដែលធ្វើពីដែកសុទ្ធពិតវាលែងតែធ្វើអំពីស្ពាន់ចេញគឺភិក្ខុសង្ឃអង្គសាមណេរដែលបួសក្នុងព្រះពុទ្ធសាសនាអាចសម្គាល់ត្រេកអរនៅក្នុងវត្ថុនោះដោយគិតថាត្រឹមតែជាបច្ច័យ4តែប៉ុណ្ណោះបច្ច័យទាំង4នោះគឺសម្លៀកបំពាក់មានស្បង់ស្បែកត្រៃជាពោលជាដើមនិងគ្រឿងបរិភោគផ្សេងៗមានបាយនិងទឹកនំចំណីផ្លែឈើជាដើមទីសេនាសនៈសម្រាប់ត្រឹបដើរត្រឹបអង្គុយត្រឹបដេកនិងសម្រាប់ជ្រកកោនពូនសំងំក្នុងម្លប់គឺមានទ្រនឹបជើងស្បែកជើងឆាត់កំរាលត្រឹបសឹងនិងត្រឹបអង្គុយនិងតុទូក្រែជាដើមសៀវភៅនិងប៊ិចនិងខ្មៅដៃសម្រាប់សរសេរទឹកសម្រាប់ផឹកនិងថ្នាំសម្រាប់ព្យាបាលរោគសម្រាប់ព្យាបាលជំងឺផ្សេងៗទាំងនេះគឺជាបច្ច័យ4